ស្ដីបន្ទោសដានីវដោយកំហឹងចំពោះការធ្វើសកម្មភាពដោយខ្លួនឯងដានីវបានតបវិញថាតើអ្នកមិនបានធ្វើរឿងដដែលនេះទេឬរឿងនេះបានធ្វើឲ្យស្ដេចស្វាមានអារម្មណ៍មិនស្រួលដែលធ្វើឲ្យគាត់គ្មានអំណាចក្នុងការចោទប្រកាន់ដានីវស្ដេចស្វាបានអង្គុយលើគែមច្រាំងថ្មចោតដោយសោកសៅដូចជាកំពុងប្រែចិត្តចំពោះអំពើបាបរបស់គាត់ក្នុងរយៈពេលជាច្រើនឆ្នាំទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីធ្លាក់ពីលើច្រាំងថ្មចោតបានប៊ូផលអរគុណចំពោះគ្រឿងសឹករបស់តួឯករបស់គាត់បានរួចផុតពីគ្រោះថ្នាក់ម្ដងទៀតដោយដឹងថាកុលសម្ព័ន្ធរបស់គាត់មិនអាចទទួលយកគាត់បានទៀតទេគាត់បានសម្រេចចិត្តឃើញពិភពខាងក្រៅបន្ទាប់ពីនិយាយលេប Big Nose បានប៊ូផលបានរត់យ៉ាងក្លាហានឆ្ពោះទៅវាលស្មៅពេលគាត់ងើយមុខឡើងគាត់ស្រាប់តែត្រូវបានរារាំងដោយជើងវែងពីរគឺសត្វអូទ្រីសពីរឬសីពលដោយមានការសង្ស័យបានព្យាយាមចាប់អាហារពីចំពោះរបស់សត្វអូទ្រីសសកម្មភាពនេះបានបង្កឲ្យមានការចាប់ផ្ដើមនៃការវិវត្តគាត់បានក្លាយជាមនុស្សស្វាដំបូងគេក្នុងប្រវត្តិសាស្ត្រនៅពេលនោះឫស្សីពលបានដឹងថាពិភពលោកនេះស្រស់ស្អាតនិងធំទូលាយប៉ុណ្ណានៅពេលដែលគាត់ក្រោកឈរឡើងប៉ុន្តែមុនពេលគាត់អាចកោតសរសើរវាបានត្រឹមត្រូវហ្វូងចចកមួយហ្វូងបានស្ទុះមករកគាត់ឫស្សីពលបានព្យាយាមរត់ចេញប៉ុន្តែបានដឹងថាគាត់អាចដើរថយក្រោយបានតែប៉ុណ្ណោះដូច្នេះគាត់បានងាកមកវិញយ៉ាងលឿនហើយចាប់ផ្ដើមរត់ថយក្រោយល្បឿនថយក្រោយរបស់គាត់ត្រូវគ្នានឹងល្បឿនវិវត្តរបស់គាត់ភ្លាមនោះគាត់បានដឹងថាជង្គង់របស់គាត់ផ្ទុយពីជង្គង់របស់សត្វអូទ្រីសដោយសង្កេតមើលចលនារបស់សត្វអូទ្រីសឫស្សីពលបានបង្ហាញសមត្ថភាពរៀនសូត្រដ៏អស្ចារ្យរបស់គាត់ម្ដងទៀតគាត់បានងាកមកវិញយ៉ាងលឿនហើយចាប់ផ្ដើមរត់ទៅមុខខ្លាចជាមនុស្សស្វាដំបូងគេដែលរត់លើវាលទំនាប